Các bạn dương ban cha số ban tê hỏi mưa cạch cà tê hỏi dương vừa thân đánh chiều បាទជំរាបសួរប្រិយមិត្តទស្សនិកជនគណៈពេលនេះខ្ញុំបាទកំពុងតែស្ថិតនៅភូមិចុងកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសម្លេងកៃស្វ័យប្រវត្តិដែលកំពុងតែបន្លឺឡើងនេះមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេប៉ុន្តែវាគឺជាទំនើបកម្មដ៏សំខាន់ជួយសម្រាលការនឿយហត់និងលើកកម្ពស់សេដ្ឋកិច្ចរបស់ស្ត្រីជាអ្នកតម្បាញនៅក្នុងសហគមន៍ផ្ទាល់តែម្ដងចង់ដឹងថាទំនើបកម្មសិប្បកម្មកៃតម្បាញថ្មីនេះជួយអ្វីដល់ពួកគាត់ខ្លះដោះទៅជួយជជែកជាមួយនឹងពួកគាត់ទាំងអស់គ្នា សិប្បកម្មតម្បាញក្រមាជារបរប្រចាំសហគមន៍របស់អ្នកភូមិចុងកោះស្ត្រីម្នាក់ក្នុងចំណោមសិប្បករជាច្រើនកញ្ញាមុំធារីពីអតីតកម្មការនីរោងចក្រដែលធ្លាប់តែបោះបង់ក្តីស្រមៃឥឡូវនេះកៃយន្តទំនើបបានជួយឲ្យកញ្ញាត្រឡប់មកចាប់យករបរតម្បាញដែលខ្លួនស្រឡាញ់ឡើងវិញហើយអាចរកចំណូលបានទ្វេដងពីការតម្បាញក្រមារហូតដល់ទៅ40ក្រមាក្នុងមួយថ្ងៃ ពលគឺការឡើងទ្វេដងដែលមិនត្រឹមតែជួយឲ្យជីវភាពធូរធារជាងមុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ដល់ឱកាសឲ្យកញ្ញាបានរស់នៅជួបជុំនិងមានពេលថែទាំគ្រួសារយ៉ាងពេញលេញ ខ្ញុំនៅក្មេងណានៅរៀនផងមកចេញពីរៀនជួយត្បាញមកអីចឹងទៅបានឈប់រៀនមិនក៏ទៅពេលហើយហងចាក់គេបាត់ដែរគេហៅទៅធ្វើឆ្ងាយដែរតែអត់ទៅចង់នៅផ្ទះបាននៅជុំបងប្អូនចឹងទៅហើយអ្នកផ្ទះមានអ្នកមានបងមានអីឈឺទៅបាយទឹកបាយអីហ្នឹងលើខ្ញុំហ្នឹងនៅផ្ទះហ្នឹងវាបានវាច្រើនហើយក៏បានមើលផ្ទះមើលអីចឹងទៅគាត់បើជាងធ្វើការឲ្យគេឥឡូវរៀងគ្រាន់ដែររៀងហត់ទៅជាផ្ទះគេគ្រាន់តែវាអត់សល់ សម្រាប់លោកលៀងចម្រើនសិប្បករម្នាក់ទៀតដែលរស់នៅសហគមន៍ភូមិចុងកោះដែរបានឲ្យដឹងថាសប្តាហ៍ថ្ងៃគ្រួសាររបស់លោកមានកៃតម្បាញចំនួន3ក្នុងមួយថ្ងៃជាមធ្យមអាចត្បាញក្រមាបាន60ទំនើបកម្មកៃតម្បាញមិនត្រឹមតែជួយផ្ដល់ចំណូលជាង 20,000 រៀលនៅក្នុងមួយថ្ងៃល្អជាងរបរកម្មករសំណង់ប៉ុណ្ណោះទេតែវាបានផ្ដល់ឱកាសឲ្យលោកក្លាយជាប្តីល្អនិងជាឪពុកល្អម្នាក់ផងដែរ ការងារតម្បាញនៅផ្ទះនេះជួយឲ្យលោកអាចរំលែកកិច្ចការងារពីភរិយាជូនកូនទៅសាលារៀននិងបានរស់ជួបជុំគ្រួសាររាល់ថ្ងៃជាចំណែកមួយជួយលើកកម្ពស់សុភមង្គលនិងសម្រាលបន្ទុកស្ត្រីនៅក្នុងផ្ទះ các bạn dương ban cha số ban tê hỏi mưa cạch cà tê hỏi dương vừa thân đánh chiều ចំណេញជាងណា vừa số dương xì tờ thư mê cái kia đó không ăn sò và dương thưa con trai kia soi sò sò thầm một បាទ bạn như thế này xong cháy sò lại sò chiều លោកជាឆានមេភូមិចុងកោះបានឲ្យដឹងថាកៃយន្តជិត180គ្រឿងបានคล้ายជាឧបករណ៍សម្រាលទុក្ខធុរៈនិងសម្រាលកម្លាំងពលកម្មយ៉ាងច្រើនដល់ស្ត្រីតម្បាញព្រមទាំងផ្ដល់ឱកាសឲ្យប្តីប្រពន្ធបានបំពេញការងារជួបជុំគ្នានៅផ្ទះដើម្បីបន្តជំរុញសេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងសហគមន៍លោកមេភូមិអំពាវនាវដល់សាធារណជននិងភ្ញៀវទេសចរជាតិ អន្តរជាតិនឹងជួយគាំទ្រការតម្បាញក្រមាខ្មែរនៅភូមិចុងកោះឲ្យបានកាន់តែច្រើនឡើង ភូមិចុងកោះនេះបើនិយាយទៅតាំងពីសង្គមមកគឺធ្វើកសិកម្មតាពាក់កណ្ដាលទេ 50% ហើយតម្បាញ 50% ពីសង្គមតែដល់មកបច្ចុប្បន្ននេះកសិកម្មគឺ 10% បានស្មោះទៅតែយើងតម្បាញហើយនឹងធ្វើកម្មកររំចាស់វិញខ្ញុំនឹងចង់ឲ្យអាដែរនេះកៃតម្បាញនៅក្នុងភូមិខ្ញុំនឹងមានតម្លៃឡើងឲ្យមានទីផ្សារដើម្បីជាពលរដ្ឋនឹងវាដំណើរការតទៅមុខទៀតបាទហើយខ្ញុំសូមជម្រាបលាដល់ភ្ញៀវទេសចរក្នុងប្រទេសឬមួយក៏ក្រៅប្រទេសសូមអញ្ជើញមកមើលសិប្បកម្មកៃតម្បាញនៅក្នុងភូមិកោះកណ្ដាលដល់អាចខាងជួរវ៉ាវិធានក្នុងពេញនេះឲ្យបានច្រើន សិប្បកម្មតម្បាញក្រមាជាមរតកដូនតាជំនាន់មុនរបស់អ្នកភូមិចុងកោះបច្ចុប្បន្នអ្នកភូមិចុងកោះបានបើកទំព័រប្រវត្តិសាស្ត្រថ្មីតាមរយៈការធ្វើទំនើបកម្មពីកៃតម្បាញឈើបុរាណមកជាកៃយន្តដំណើរការដោយម៉ូទ័រ
ដែលជួយជំរុញការផលិតកាន់តែលឿននិងការឡើងទ្វេដងមិនតែប៉ុណ្ណោះក្លាយជាឧបករណ៍ជួយសម្រួលការតម្បាញរបស់សិប្បករជាពិសេសសិប្បការនីនិងផ្ដល់ឱកាសឲ្យសមាជិកគ្រួសារអាចរស់នៅប្រកបរបររួមគ្នានៅផ្ទះបង្កើតបានទាំងចំណូលសមរម្យនិងសុភមង្គលថែមទៀតផង